តើអ្នកដឹងទេថាយើងអាចធ្វើសូដាដោយខ្លួនឯងពីស្លឹកស្រល់ការទទួលទានសូដាដែលធ្វើពីស្លឹកស្រល់គឺមានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមក្រុមអ្នកស្រឡាញ់សុខភាពនៃតំបន់អាមេរិកខាងជើងវិធីធ្វើដោយសាមញ្ញ 1. បេះស្លឹកស្រល់យកមកលាងជម្រះឲ្យស្អាត 2. ដាក់ស្លឹកស្រល់ចូលក្នុងដបដែលមានកម្រាស់ក្រាស់និងរឹងមាំដើម្បីទ្រាំទ្រសម្ពាធហ្គាស 3. បន្ថែមស្ករនិងទឹកស្អាតចូលរួចបិទមាត់ដបឲ្យជិត 4. ទុកក្នុងម្លប់រយៈពេល 2 ទៅ 5 ថ្ងៃអ្នកនឹងទទួលបានទឹកសូដាធម្មជាតិសម្រាប់ទទួលទានហេតុអ្វីបានជាវាប្រែជាសូដាអាចកំបាំងនៅពីក្រោយបាតុភូតនេះគឺការផ្អាប់នៅលើស្លឹកស្រល់គឺជាប្រភពសន្សំទុកនៃជាតិ yeast ពីធម្មជាតិនៅពេលយើងបន្ថែមស្ករដែលជាអាហាររបស់ yeast នឹងស៊ីស្ករនោះរួចបញ្ចេញឧស្ម័នកាបូនិកមកវិញឧស្ម័នទាំងនេះនឹងរលាយចូលទៅក្នុងទឹកដោយទៅនឹងទឹកសូដាទូទៅដែរចំណុចគួរប្រយ័ត្នក្នុងកំឡុងពេលផ្អាប់ yeast ក៏បញ្ចេញជាតិអាល់កុលមកជាមួយផងដែរដូច្នេះគេមិនត្រូវផ្អាប់វាទុកយូរពេកទេព្រោះវាអាចធ្វើឲ្យញាក់មានអាការៈស្រវឹងបាន